សូមចូលរឿងអូសូមបុកចាភាគទី2 ថាចាប់ផ្ដើមមានអារម្មណ៍ស្ងៀមជាប់នឹងច្រមុះគេក៏ដើរសំដៅទៅមាត់ទ្វារក្នុងបន្ទប់ទឹកទាំងរាវទ្វារបន្ទប់ទឹកស្រាប់តែបើកមិនចេញថាចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តគេក៏ស្រែកឡើងចុះមានអ្នកគេនៅក្រៅឲ្យជួយបើកខ្ញុំផងមានអ្នកគេនៅក្រៅអត់មានអ្នកគេនៅក្រៅជួយបើកខ្ញុំផងមានអ្នកគេនៅក្រៅអើយស្រែកដដែល3-4ដងនៅតែគ្មានអ្នកណាមកជួយបើកទ្វារឲ្យគេដោយទ្រាំមិនបាននឹងការខ្លាចថាត់ក៏សម្រេចចិត្តធាក់ទ្វារនោះដើម្បីចេញមកក្រៅដោយសារកម្លាំងជើងថាត់ដែលជាកូនអ្នកចំការទ្វារនោះក៏បានរបើកថាត់ក៏រត់ចេញពីបន្ទប់ទឹកទាំងផិតភ័យនៅពេលដែលគេចេញពីបន្ទប់ទឹកនោះគេក៏ភ្ញាក់ផ្អើលម្ដងទៀតព្រោះថាអ្វីៗនៅជុំវិញខ្លួនគេពេលនេះគឺពោរពេញដោយភាពងងឹតឈឹងគេក៏ដើរមើលជុំវិញហើយក៏ស្រែកសួរថាចុះអ្នកទាំងអស់គ្នាទៅណាបាត់ហើយបងព្រឹងលោកតាកែទៅណាអស់ហើយដោយមានភាពភ័យខ្លាចគេក៏រត់ចេញទៅក្រៅហាងនោះលុះចេញពីហាងនោះបានបន្តិចសំឡេងមួយក៏បានបន្លឺឡើងអូនប្រុសហើយចង់ទៅណាលោកតាកែឆ្លើយបានត្រឹមតែប៉ុណ្នេះគេក៏ឈរភ្លឹកជាមួយនឹងរូបរាងថៅកែនោះប្រហែលជាចងខ្មៅឆេះខ្លោចពេញទាំងខ្លួនហើយអ្នកដទៃទៀតដែលធ្វើការនៅទីនោះគឺសុទ្ធតែមានរូបរាងបែបនេះទាំងអស់គេអាចមើលឃើញច្បាស់ដោយពន្លឺព្រះច័ន្ទខ្មោចទាំងនោះក៏ឈរសម្លឹងមើលមកថាត់ហើយបកដៃហៅថាត់លីឡំនឹងសំឡេងព្រោះតែសំឡេងទាំងនោះគេក៏ខំតាំងចិត្តរត់គេចពីទីនោះទាំងគ្មានវិញ្ញាណក្នុងខ្លួនអ្នកភូមិទាំងនោះក៏លេចចេញជារូបរាងពិតប្រាកដគឺសុទ្ធតែខ្មោចទាំងអស់ពួកវាបានដេញតាមពីក្រោយថាសជាមួយនឹងសំឡេងដ៏រំខានថាសព្យាយាមរត់គេចចេញពីភូមិនោះដោយគ្មានវិញ្ញាណនៅក្នុងខ្លួនសល់តែកម្លាំងចិត្តប៉ុណ្ណោះដោយកម្លាំងកុសលផលបុណ្យដែលគេជាក្មេងល្អចេះជួយឪពុកម្ដាយថាសក៏រត់ចេញពីភូមិខ្មោចនោះបានទាំងអារម្មណ៍តក់ស្លុតឥតឧបមារត់ចេញពីភូមិនោះបានបន្តិចថាត់ក៏បានដួលសន្លប់ទៅលើដីទាំងមួយជំហរមើលទៅគួរឲ្យសង្វេគក្រៃលែងព្រឹកឡើងខ្លួនប្រាណរបស់ថាត់គឺស្ថិតនៅនឹងវត្តដែលគេបានសុំស្នាក់នៅជុំវិញខ្លួនគេគឺសុទ្ធតែព្រះសង្ឃ
ដែលកំពុងសូត្រធម៌ជួយទាញយកវិញ្ញាណមកវិញតែអ្វីៗហាក់ដូចជាហួសពេលទៅហើយព្រោះខ្មោចទាំងនោះបានចាប់យកព្រលឹងធំរបស់គាត់បានបាត់ទៅហើយគេបានត្រឹមតែស្រែករវើរវាយតែប៉ុណ្ណោះព្រះសង្ឃដែលជាចៅអធិការវត្តនោះបានមានសង្ឃដីកាថាបើតាមអាត្មាដឹងភូមិនោះដើមឡើយគឺជាភូមិមួយដែលប្រជាពលរដ្ឋទាំងនោះមកចាប់ដីនៅហើយសាងសង់ជាផ្ទះឡើងបន្ទាប់ពីសម័យប៉ុលពតត្រូវបានបំបែកក្រោយមកក៏គេហៅភូមិនេះជាភូមិសមុកចាមពីព្រោះផ្ទះនៅក្នុងភូមិភាគច្រើនសាងសង់ជាប់គ្នាហើយមានសភាពអ៊ូអរថ្ងៃមួយភូមិនេះទាំងមូលត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ខណៈពេលដែលពួកគេកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ដោយពន្លត់មិនទាន់មូលហេតុគឺបណ្ដាលមកពីហាងនំប៉័ងមួយនៅក្នុងភូមិនេះដោយសារកម្មករនៅក្នុងហាងនោះមានការធ្វេសប្រហែសទើបបណ្ដាលឲ្យរងើភ្លើងដែលនៅសេសសល់បន្ទាប់ពីដុតនំប៉័ងរួចប្រែក្លាយទៅជាមហាសោកនាដកម្មនេះទៅអាត្មាមានការសោកស្ដាយខ្លាំងណាស់ដោយមិនបានហាមប្រាមយុវជនម្នាក់នេះកុំឲ្យឆ្លងកាត់នៅទីនោះជាពិសេសគឺពេលព្រលប់បន្ទាប់មកចៅអធិការវត្តក៏បានបញ្ជូនដំណឹងទៅក្រុមគ្រួសារថាត់រំលងបានត្រឹមតែ3ថ្ងៃថាត់ក៏បានជ្រុះសក់រហូតដល់បាត់បង់ជីវិតគួរឲ្យសង្វេគឪពុកម្ដាយគេបានត្រឹមតែយំសោកហើយយកសពថាត់ទៅស្រុកដើម្បីធ្វើបុណ្យតាមប្រពៃណី